បាទនេះគឺជារូបភាពហាឡៃនៅក្នុងវគ្គទី1របស់ក្រុមទាំងពីរមិនសូវមានឱកាសបាទទៅលើគ្នាទៅវិញទៅមកប្រហែលទេគ្រាន់តែថាឱកាសនៅខាងមុខឲ្យអ្នកចាំទីថាភ័យតែប៉ុណ្ណោះបាទកន្លែងនេះគឺជាការសុទ្ធមកជើងឆ្វេងរបស់កីឡាករលេខ9ក៏ប៉ុន្តែបាទរង្គើសំណាញ់មកខាងក្រៅទេបាទព្យាយាមបាទ free kick ជាបន្តទៀតបាទក្រុមសង្ឃបុរីមានឱកាសបលាចនៅមុខទីច្រើនតែអត់មានឱកាសសុទ្ធនេះអ្នកចាំទីគង់រាប់ហាប់ជួយបានហើយផ្ដាច់មកជើងចោលពីអាតូនតូចបាទឱកាស free kick របស់ក្រុមកម្ពុជាកន្លែងនេះថាត្រូវមកក្បាលបន្តិចយើងក៏អាចចូលដែរប៉ុន្តែគឺខ្ពស់ពេកហត់ដល់បាទការប្រកួតបញ្ចប់ទៅនៅក្នុងវគ្គទី1ដោយលទ្ធផលបណ្ដោះអាសន្នទី1បាននៅពហុករាថាថ្ងៃនេះក្រុមកម្ពុជាទៅការជ័យជំនះដ៏សំខាន់អ្នកចាំទីចាប់អត់ឲ្យកន្លងទេទី1អបអរកម្ពុជាទៅពុំអត់ទៅបានទេចង់ចាំថាអូយបាទមិនមានឱកាសទេបាទអត់មានអ្នកឡើងជួយបាទសង្កត់យកកណ្ដាលតារាងហើយចុចបាល់វល់មួយល្អទេតែយកបាល់ឱកាសមួយជើងអ្នកចាំទីមួយមួយតែអញកណ្ដាលពីណៃនេះយ៉ាងណាបាទមួយជើងនេះកណ្ដាលគុំទៅជាមែនសានកំហែងបាញ់នៅនេះបាទបញ្ចូលចូលកណ្ដាលកន្លែងនេះមួយជើងឆ្វេងអ្នកចាំទីបាទគង់រាប់ហាត់ជួយបានបាទតាលេខ4អាប់ឌុលអាស៊ីសបញ្ជូនចូលឲ្យកន្លែងនេះអ្នកចាំទីមកទៀតហើយមកស្អិតមែនសិក្សាបាទបញ្ជូនជាបន្តទៀតអូចូលកណ្ដាលចាំធាញាក់បាទទស្សនារូបភាពវាកន្លែងនេះគាត់បញ្ជូនចូលកណ្ដាលល្អមែនតើបាទបញ្ជូនកន្លែងនេះឱកាសហើយបាទអស់ចង់អស់ជើងហើយបាញ់នេះបាទគាត់សិតខ្លួនឯងតែម្ដងសានកំហែងមកចំណុចកន្លែងនេះគាត់អស់ទៅឡងតែដល់ត្រាវិចិត្រជាមានញាក់ឲ្យមួយស្មើញាក់អស់ទៅឲ្យបញ្ជូនចូលកណ្ដាលមានអ្នកថែមទេអត់មានទេអូហាត់នេះបាទនេះបាទធ្វើឲ្យទស្សនិកជននេះរំភើបផងភ័យផងអផងថ្ងៃនេះលឺឡើងគ្នាអីយ៉ាងអត់កោមិនផ្លាស់គ្នាអូកូនលេខ8បាទលេខកំពុងញាក់មកចន្ទធាសៀងចន្ទធាញាក់ចន្ទធាបញ្ជូនឲ្យខ្លេចកន្លែងនេះសុទ្ធពីចង្អាយអត់ទេមិនទាន់បាត់បានឡើយគ្រប់ក្របាក់ដណ្ដើមបានទេអ្នកចាំពីក្រោយនេះកុំឲ្យពីរអ្នកតាមបន្តទៀតធំយកតែមែនតែនវិញបន្តទៀតរបស់ក្រុមសង្ឃបុរីកីឡាករចាកបជែនលើកចោតតែដឹកខ្សែការពារអស់មកវិញហើយបានទេមួយជើងអូឡើងផុតបន្តិចទៅហើយបាទតែបន្តិចបីឆ្ងាយបាទបុនូសុទ្ធខ្លួនឯងមែនបាទថាបាល់ប៉ោងទៅខាងលើទៅហើយបាទពីដែរយកសុទ្ធតែបាល់ពីគីកន្លែងលើនឹងអ្នកចាំទីជួយបានអូសោកស្ដាយមែនទែនបាទអូគិត3លើកហើយបាទគិតម្ដងទៀតមួយជើងនេះអ្នកចាំទីចាប់បានទេបាទខណៈបានត្រឹមតែជះចោលតែប៉ុណ្ណោះបាទបោះទៅហើយកន្លែងនេះឱកាសមកចូលកន្លែងនេះមកចូលឆ្វេងអត់ទេ2នាទីជាមួយនឹងក្រុមមីយ៉ាន់ម៉ានៅប្រកួតក្រោយថ្ងៃ